បាទជម្រាបសួរបាទថ្ងៃនេះមកថតវីដេអូជុំវិញផ្ទះមួយបងប្អូនដោយសារជុំវិញផ្ទះខ្ញុំហ្នឹងគឺសម្បូរទៅដោយបន្លែផ្លែឈើបងប្អូនជាពិសេសផ្លែខៀវបន្លែខៀវហ្នឹងគឺសម្បូរទៅដោយផ្ទីអននងទ្របអាហ្នឹងនិយាយទៅខ្ញុំរាប់អត់អស់ហើយបងប្អូនហើយនេះផ្លែកពីងរាជនេះគឺផ្លែចិត្តបានញ៉ាំហើយបងប្អូនដោយសារដាំរយៈពេលដូចជា2-3ឆ្នាំបងប្អូនឥឡូវវាផ្លែបានហូបហើយតែគាត់ថាវាអត់ទាន់បានចាស់អញ្ចឹងណាទាន់ចាស់បានបេះហូបទេតែដើមវាទូចដែរតែវាមានផ្លែបងប្អូនតែអានេះខ្ញុំឮបងខ្ញុំគាត់ថាតើដើមធំមិនផ្លែធំដែរប៉ុណ្ណឹងហើយផ្លែច្រើនទៀតហើយបូតបែកគីឡូវិញបាញ់ជ័យទេបងប្អូនអើយបេះញ៉ាំចង់រាល់ថ្ងៃប៉ុនកពួនដៃហើយនេះក៏ផ្ទះខ្ញុំហ្នឹងក៏មានដើមកញ្ញុង2ដែរបងប្អូនកញ្ញុងធំដើមរយៈពេល2ឆ្នាំដែរជួយក្រួយផ្ទះយើងហ្នឹងណាហើយនេះដើមទ្រឿងដើមស្ដែកគោបងប្អូនទ្រឿងស្ដែកគោនិយាយទៅជុំវិញផ្ទះខ្ញុំហ្នឹងគឺសុទ្ធតែបន្លែសុទ្ធមកមានដីត្នេទេសារពួកខ្ញុំគាត់ចូលចិត្តដាំបន្លែណាហើយបើនិយាយក្រូចឆ្មាវិញមិននិយាយទេបងប្អូនអើយក្រូចឆ្មាបេះមិនអស់ទេផ្លែមួយដើមហ្នឹងបេះរាល់ថ្ងៃម៉ែបេះលក់ផងអីផងនៅតែមិនអស់ហើយវិញនិយាយទឹកវិញបាញ់និយាយបងប្អូនទឹកច្រើនណាស់ទឹកបេះតែមួយឯហ្នឹងស្ងោរជ្រក់អីហ្នឹងចង់ជូរបាត់ហើយបងប្អូននិយាយទៅគាត់ថាវារៀងគ្រាប់តិចអាប្រភេទដែលយើងដាំបណ្ដោះគ្រាប់ណាអាហ្នឹងមិនផ្សាំទេបងប្អូននិយាយទៅពេលយើងយកមកផ្សាំទៅវាធំទៅវាផ្កាទៅផ្លែទៅវាទៅជាមានគ្រាប់ច្រើនហ្មងតែវាទឹកច្រើនហ្មងទឹកបងប្អូនទឹកច្រើនណាហើយតែនិយាយទៅជូរក៏ជូរទឹកតែគាត់ថាវាគ្រាប់អញ្ចឹងណាវារៀងគ្រាប់ច្រើន